千古风流人。ចាអ៊ីងចានាងអាយុ16ឆ្នាំហើយដល់អាយុរៀបការហើយតែនាងយល់ព្រមរៀបការទេអ្នកស្រីមកពីខ្ញុំធ្វើអ្វីខុសមែនទេនាងគ្មានខុសអីទេយើងគ្រាន់តែចង់សួរនាងតើចង់រៀបការដែរទេមិនចង់ទេតែជាមិនផុតនាងត្រូវតែមានគ្រួសារអត់ទេអ្នកស្រីក៏ប៉ុន្តែនាងមិនអាចនៅក្នុងគ្រួសារស៊ូជារៀងរហូតបានទេលោកម្ចាស់និងអ្នកស្រីជាអ្នកមានគុណជួយខ្ញុំអាចទៅលោកម្ចាស់និងអ្នកស្រីមិនប្រកាន់ខ្ញុំក៏មិនទៅណាដែរនេះគឺជាពាក្យពិតមែនទេអ្នកស្រីក្នុងโลกនេះតើមានកន្លែងណាល្អជាងនេះទៀតទេបានចៅអ៊ីងនាងជាអ្នកនិយាយនាងមិនចាក់ចេញពីគ្រួសារជារៀងរហូតមែនទេចាអ្នកស្រីអ្វីដែលយើងជាពាក្យបងទានតែប្រមាណយើងនៅតាមរកឲ្យឃើញតាមរយៈខ្លួនយើងបាននាងមិនបាច់ស៊ូវែងឆ្ងាយទេថ្ងៃក្រោយនាងកំទុកខ្លួនឯងជាអ្នកបម្រើទៀតនាងធ្វើដូចជាបង្រៀនអញ្ចឹងមើលថែស៊ូម៉ាយស៊ូថាស៊ូគួងឲ្យបានល្អទៅកុំគិតច្រើនពេកយល់ព្រមនឹងយើងទៅចាអ្នកស្រីបងប្រុសច្រឡំផ្លូវទីដឹងអ្នកប្រុសធំប្រហែលជាចូលកប់ព្រះអង្គអញ្ចឹងគឺមានតែផ្លូវមួយនេះទេគួរតែមកដល់តាំងពី2ថ្ងៃម្លេះសូមលោកម្ចាស់គិតទៅមើលកាលនៅមកចៅគាត់មានស្នាដៃល្អយ៉ាងនេះប្រជារាស្ត្រប្រកាសជាខត់នៅពី3ថ្ងៃជាមិនខានទេបងប្រុសប្រហែលជាលពូរបស់កូនមកពីជីណានហើយបានចំពោះគេមករងចាំយើងនៅទីនេះយន់ជឺស៊ូជីមកដល់ហើយបងប្រុសស៊ូស៊ឺជប់សិនលោកជានរណាឈ្មោះអីចវាយសុកថ្មីអ្នកសុកស៊ីចៅឈ្មោះស៊ូស៊ឺសូមទោសលោកម្ចាស់ស៊ូលោកមិនអាចចូលទៅក្នុងបានទេតើហេតុអីខ្ញុំគ្រាន់តែធ្វើតាមបញ្ជាទេតើជាបញ្ជារបស់អ្នកណាមិនឲ្យតែស៊ូស៊ឺខ្ញុំចូលម្នាក់ឯងឬមួយក៏មន្ត្រីផ្សេងទៀតមិនអាចចូលបានដែរខ្ញុំគ្រាន់តែដឹងថាមិនឲ្យលោកចូលក្នុងតាមមូលហេតុអីអត់ដឹងបងប្រុសពិតជាចម្លែកមែនអបងឥឡូវនេះពួកយើងមានផ្លូវទៅចោះខាងជើងមើលលោកជានរណាឈ្មោះអីហ្នឹងចវាយសុកថ្មីអ្នកសុកស៊ីចៅចូលរាជធានីលោកម្ចាស់ស៊ូសុំទោសថ្នាក់លើមានបញ្ជាមិនឲ្យលោកចូលទៅក្នុងរាជធានីទេសូមលោកកុំធ្វើឲ្យខ្ញុំលំបាកតាមពិតខ្ញុំគ្រាន់តែធ្វើតាមទូនីតិទេតើពួកលោកទទួលបញ្ជាពីអ្នកណាទៅថ្នាក់លើមិនឲ្យនិយាយហេតុអីបានជាបងប្រុសសើចយ៉ាងនេះតើរឿងនេះមិនគួរអស់សំណាយទេព្រះអង្គកំពុងតែរៀបចំអាហារដើម្បីទទួលយើងប៉ុន្តែមានមនុស្សមិនចង់ឲ្យយើងចូលកល់បានជាគេធ្វើដូច្នេះអញ្ចឹងបានន័យថាឈ្មោះរបស់យើងធ្វើពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងអបងយើងទៅលក់យ៉ាងមើលលោកម្ចាស់ហ្វានរួចហើយគេផ្ញើសម្បត្តិទៅបាទស៊ូស៊ឺពេលណាប្រច័នពេញបរមីមិនចាំបាច់សួរទេលោកថាពេញបរមីពេលណាគឺពេញពេលនោះហើយស៊ូស៊ឺសូមថ្វាយបង្គំលោកម្ចាស់សូមថ្វាយបង្គំលោកគ្រូក្រោកឡើងមកស៊ូស៊ឺយើងពិតជានឹកឯខ្លាំងណាស់ណាលោកគ្រូចំណែកខ្ញុំក៏នឹកលោកគ្រូរាល់ថ្ងៃដែរឯងប្រាប់យើងមកមើល
បន្លែព្រៃហូបទៅធ្វើឲ្យមនុស្សថត់យ៉ាងនេះហ៎បន្លែព្រៃអាចចិញ្ចឹមមនុស្សលោកដោយសារទេវតាណិតយើងអ្នកដាថាច្បាប់ខ្ចីប្រាក់ទិញពូជមិនល្អឥឡូវនេះហូបបន្លែព្រៃក៏ធ្វើឲ្យមនុស្សថត់ក្នុងនាមជាមិត្តភក្តិរបស់លោកម្ចាស់វ៉ាងអានស៊ឺគួរតែផ្ដល់កិត្តិយសដល់គាត់ខ្លះដែរស៊ូស៊ឺកាលនោះឯងនៅជីណានយើងនៅឯពីនជីងឯងមិនងាយបានមកលេងយើងទេលោកគ្រូត្រឡប់មកវិញយូរឆ្នាំណាឆ្ងាយពេកឥឡូវនេះដូរពីកន្លែងមួយទៅកន្លែងមួយទើបអាចបានជួបលោកគ្រូសូមលោកគ្រូកុំប្រកាន់នឹងខ្ញុំអីតើមានអីត្រូវប្រកាន់នោះលោកគ្រូប៉ុន្មានឆ្នាំនេះលោកគ្រូរស់នៅយ៉ាងណាដែរអាយ៉ាអាហារមួយថ្ងៃ3ពេលរាល់ថ្ងៃដេកទល់ភ្លឺបើពិបាកចិត្តជេរគេជេរឯងបើសប្បាយចិត្តមើលសិភៅទៅមកដល់គ្នាចូលក្នុងទៅសូមជើញតំបន់ជាងស៊ូនិងជឺជាងមានគ្រោះរាំងស្ងួតសត្វល្អិតកាត់ឡើងហេតុអីបានជាមានតែចៅពៀម្នាក់មករាយការណ៍ប្រាប់យើងព្រោះលោកម្ចាស់ចៅនិយាយគឺជាការពិតប្រកាសជាអញ្ចឹងស៊ូទទួលតំណែងថ្មីត្រូវឆ្លងកាត់រាជធានីហេតុអីបានជាមិនឃើញមកកលយើងស៊ូទៅជួបស៊ឺបាកងនៅហ្វាកចិនរួចហើយក៏ទៅធ្វើការតែបាត់ដងឲ្យទៅស៊ីចៅលើកនេះដូចជាគប់ជួនពេកហើយឆ្នាំនេះទឹកភ្លៀងធំទំនប់ទន្លេលឿនប្រហែលជាត្រូវបាក់ក៏មិនដឹងសូមកុំឲ្យបុកទម្លុកស៊ីចៅឲ្យសោះខ្ញុំយល់ហើយស៊ូកូនប្រុសឯស៊ូម៉ៃអាយុ18ឆ្នាំហើយ18ឆ្នាំហើយយើងមានចៅស្រីម្នាក់អាយុ19ឆ្នាំឪពុកនាងដោយសារកាត់ក្តីរឿងចៅស៊ឺជីក៏ត្រូវទម្លាក់បុណ្យស័ក្តិពីមន្ត្រីដកពន្ធយើងសម្រេចចិត្តចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងឯងតើឯងយល់យ៉ាងណាដែរលោកគ្រូពេញចិត្តនឹងកូនប្រុសខ្ញុំយ៉ាងនេះក៏ជាសំណាងល្អរបស់ខ្ញុំដែរប៉ុន្តែយើងចង់ឯងជួបចៅស្រីយើងសិនយើងមិនចង់ឲ្យឯងថាគ្រូធ្វើបាបសិស្សទេហើយកុំស្មានថាចៅស្រីយើងគ្មានប្តីឲ្យសោះទៅយើងនៅក្នុងគ្រិស្តសករាជឆ្នាំ1077ទន្លេលឿងបាក់ទំនប់នៅច្រកឋានជើបន្ទាប់មកបុកទម្លុះចូលទន្លេវៃហើទន្លេស៊ឺហើយទៅមុខយ៉ាងគំហុកធ្វើឲ្យតំបន់ស៊ីចៅទទួលរងនៅគ្រោះទឹកជំនន់មកឆាប់ឡើងជជូនបាត់មកលឺឡើងអ្នកសំជិញចូលទៅលឺឡើងទៅឆាប់ឡើងឡើងរទេទៅកាត់ដៃខ្លួនជាប់លឺឡើងរកគ្នាស្រុតដំណើរទៅលឺឡើងកុំលឺពេកឆាប់ឡើងមកលឺឡើងឯងនេះប៉ុណ្ណឹងហើយនឹងលេងទៀតដល់ឆាប់ទៅលោកចឹងកំផែងនេះត្រូវតែចូលឡើងវិញចំណែកកំផែងខាងនេះក៏អញ្ចឹងដែរបាទលោកម្ចាស់ស៊ូប្រជារាស្ត្រក្នុងស្រុកកំពុងតែរត់ចេញក្រៅស្រុកស៊ីចៅទៅចំនួនឡើងគាត់អស់ហើយបើរត់ចេញទៅការប្រកាសជារងទឹកស្លាប់តោះទៅប្រាប់ពួកគេភ្លាមលោកម្ចាស់ធ្វើចាប់ឲ្យកើតទេហេតុអីទៅពួកគេរត់ចេញទៅក្រៅដោយខ្លួនឯងលងទឹកស្លាប់មិនមែនជាកំហុសរបស់យើងទេតែបើលោកម្ចាស់ហាមឃាត់ពួកគេទឹកចូលក្នុងស្រុកលេចពួកគេស្លាប់នោះរាជការប្រកាសជាបន្ទោសលោកម្ចាស់អញ្ចឹងខ្ញុំសួរលោកតមើលបើរត់ចេញទៅក្រៅតើស្លាប់ឬមួយរស់ប្រកាសជាស្លាប់ចុះបើនៅក្នុងស្រុកស្លាប់ឬមួយរស់បើធ្លុះកំផែងប្រកាសជាស្លាប់បើចឹងហាមឃាត់ពួកគេភ្លាមបាទលោកទៅហាមឃាត់ប្រជារាស្ត្រខ្ញុំទៅបញ្ជាកងទ័ពការពារលោកបញ្ចុះមានបញ្ជាអីប្រាប់ពួកខ្ញុំបញ្ចុះលោកមិនតបលីច្បាប់មហាសង្ឃច្បាយសុកគ្មានសិទ្ធិបញ្ជាកងទ័ពរបស់លោកទេប៉ុន្តែសភាពការពេលនេះតាក់ទងដល់ការស្លាប់រស់របស់ប្រជារាស្ត្រហើយដូច្នេះហើយសូមលោកបញ្ជាកងទ័ពរបស់លោករួមកម្លាំងជាមួយនឹងប្រជារាស្ត្រការពារទំនប់ទឹកទប់ទល់នឹងទឹកជំនន់រួចហើយខ្ញុំនឹងរាយការណ៍ជូនថ្នាក់លើទឹកចំនួនកើតឡើងគ្រោះថ្នាក់ដល់ប្រជារាស្ត្រលោកម្ចាស់ធ្វើយ៉ាងនេះខ្ញុំមានរឿងអីត្រូវនិយាយទៀតខ្ញុំប្រកាសជាស្របតាមលោកម្ចាស់លោកយល់គឺជាការល្អណាស់អរគុណហើយលោកម្ចាស់ទឹកចំនួនឡើង3ចំអាមទៀតហើយប្រមូលទូកតែប្រមាណយកខ្សែចង់ឲ្យជាប់ដើម្បីការពាររលកបោកមកលើទំនប់បាទលោកម្ចាស់ចាំបាទលោកម្ចាស់ការពារសន្តិសុខក្នុងស្រុកបានល្អជៀសវាងពួកចាស់លួចទ្រព្យសម្បត្តិប្រជារាស្ត្រអ្វីគឺអនុវត្តតាមច្បាប់បាទលោកឈិនបាទលោកឆាប់រៀបចំអាហារទៅដើម្បីធានាឲ្យកម្លាំងការពារទំនប់ទឹកមានអាហារគ្រប់គ្រាន់បាទលោកចឹងបាទលោកឲ្យគ្រូពេទ្យទាំងឡាយយកថ្នាំមកសាលាស្រុកនិងរៀបចំកន្លែងដើម្បីសង្គ្រោះអ្នកដែលមានរបួសម្យ៉ាងទៀតបញ្ជូនគ្រូពេទ្យឲ្យមកពិនិត្យមើលដងទឹកនៅតាមភូមិនានាដើម្បីរក្សាទឹកស្អាតសម្រាប់ហូបជៀសវាងកុំឲ្យមានជំងឺឆ្លងកាត់ឡើងបាទលោកម៉ាបាទកាត់បន្ថយការប្រើអុសហើយនឹងស្មៅម្យ៉ាងទៀតរៀបចំទុកដឹកអុសស្ងួនមកជាបន្ទាន់ដើម្បីប្រើប្រាស់ក្នុងការដាំបាយនិងកម្ដៅជូនប្រជារាស្ត្របាទលោកនីវបាទឲ្យបងប្អូនប្រជារាស្ត្រយាមទំនប់ទឹក5ជំនាញម្នាក់ដើម្បីជៀសវាងការថោះធ្លុយ
បើសិនជាមានបញ្ហាត្រង់ណាត្រូវតែប្រកាសអាសន្នជាបន្ទាន់បើសិនជាប្រហែសគឺប្រហែសជីវិតបាទភ្លៀងខ្លាំងយ៉ាងនេះស៊ីជើពិតជាគ្រោះថ្នាក់ខ្លាំងណាស់ស៊ូកងទ័ពនិងប្រជារាស្ត្រស៊ីជើស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ណាស់ព្រះអង្គពិតបើថារាជធានីភ្លៀងតែមិនប្រកាសថាស៊ីជើភ្លៀងនោះទេសូមព្រះអង្គកុំព្រួយប្រទេសខ្លាំងពេកល្ងងណាស់រាជធានីធ្លាក់ភ្លៀងទឹករាជធានីទឹកវាងហើចូលគ្នារឿងអីមិនបុកចូលទៅស៊ីជើព្រះអង្គមានព្រះបញ្ញាញាណព្រះអង្គសូមទូលព្រះអង្គស្រុកឋានជើមានការបាក់ទំនប់ដោយសារតែទឹកហូរខ្លាំងពេកមិនអាចទប់ទល់បានទេផ្លូវទឹកមួយផ្សេងយ៉ាងម៉េចដែរស្រែចម្ការដោយឈីជើជីងជើពូជើលីវជើហើយនិងស៊ីជើត្រូវទឹកចំនួនបំផ្លាញអស់30,000 កុងឆាប់បញ្ជាវាងលៀនជួយជាបន្ទាន់ទប់ទំនប់ទឹកនោះឲ្យបានទទួលព្រះរាជបញ្ជាព្រះអង្គទឹកចំនួនឡំពតស៊ីជើច្រើនថ្ងៃមកហើយស៊ីជើស្ថិតនៅក្នុងភាពអាសន្ននេះបញ្ជាក់ថាចៅហ្វាយសុកស៊ីជើស៊ូពិតជាមនុស្សល្ងងធ្វើការធ្វើប្រហែសធ្វើការធំមិនកើតតើព្រះអង្គគួរតែឲ្យមន្ត្រីរាជការទៅត្រួតពិនិត្យបន្ថែមទៀតទេក្រាបទូលមិនបាច់ទេបើស៊ូទប់មិនបានទេមន្ត្រីរាជការរបស់លោកជាអ្នកធ្វើបានហើយមិនបាច់ទេឥឡូវនេះមានតែរងចាំគាត់ទៅចោះព្រះអង្គមានព្រះបញ្ញាញាណលោកម្ចាស់រយៈពេល10ថ្ងៃមកហើយទឹកចំនួនដូចជាមិនឃើញស្រកអ្វីបន្តិចសោះទំនប់ទឹកនៅឋានជើត្រូវបែកបាក់នៅខាងលើគឺមានការទប់ទល់ខ្លាំងណាស់ភូមិសាស្ត្រនៅទីនេះខ្ពស់រាជភូមិសាស្ត្រស៊ីជើគឺទាបហើយនៅខាងត្បូងគឺមានភ្នំរារាំងហើយនេះហើយទឹកចំនួនមិនអាចបុកមកភ្លាមបានទេទឹកចំនួនទៅលើមិនងាយទប់ទល់ហើយនេះហើយទឹកនៅស៊ីជើប្រកាសជាមិនងាយស្រកពួកយើងត្រូវតែគិតគូរឲ្យបានវែងឆ្ងាយបើសិនជាទឹកនៅតែលិចលង់រយៈពេលយូរអញ្ចឹងទំនប់ថ្មីហើយនឹងកផៃប្រហែលជាមិនអាចទ្រាំទ្របានទេនេះហើយគឺជារឿងដែលខ្ញុំមានការបារម្ភស្រុកស៊ីជើប្រៀបដូចជាកោះមួយដែលកំពុងតែឯកោយូរទៅប្រកាសជាលិចលង់ជាមិនខានទេលោកម្ចាស់ចៅអ៊ីអ្នកស្រីដាំទឹកខ្ញីឲ្យខ្ញុំយកមកជូនបំបត្តិភាពត្រជាក់នេះគឺជារបស់ត្រូវការចាំបាច់លោកមកហូបជាមួយគ្នាមកណាមិនបានទេលោកម្ចាស់ពិសាមុនចុះណាឥឡូវចុះខ្ញុំគិតថាបងប្អូនកងទ័ពដែលការពារកំផែងហត់ជាងពួកយើងពួកគេត្រូវការចាំបាច់ណាស់ហើយនេះហើយសូមឲ្យហាងបាយនៅក្នុងស្រុកព្រឹកមកពេលល្ងាចមកពេលស្ងោរទឹកខ្ញីជូនពួកគេហើយកិច្ចការនេះខ្ញុំសូមប្រគល់ឲ្យលោកចាត់ចែងបាទលោកហូបឲ្យហើយសិនទៅបើអញ្ចឹងទៅហើយខ្ញុំក៏មិនបដិសេធដែរខ្ញុំទៅធ្វើការហើយបាទចៅអីមកចំពេលល្អណាស់លោកម្ចាស់ប្រកាសជាឃ្លានណាស់ហើយអញ្ចឹងពិសាបាយលោកម្ចាស់អ្នកស្រីនិយាយថារយៈពេល10ថ្ងៃទៅហើយលោកម្ចាស់មិនទាន់ផ្លាស់កៅអៅទេអើយយករបស់ណាដែលចាំបាច់យកមកឲ្យខ្ញុំបានហើយលោកម្ចាស់មិនមុជទឹកទេហ៎មុជទឹកឥឡូវនេះសុកស៊ីជើតាមនៅក្នុងទឹកទៅហើយខ្ញុំមិនហ៊ានមុជទឹកនោះអូមានស្រាផងសូមគោរពលោកម្ចាស់ឲ្យខ្ញុំមកតើមានការអីលោកម្ចាស់មកពិតជាហត់ដូចណាខ្ញុំឮថាលោកធ្វើការទាំងយប់ទាំងថ្ងៃដើរកាត់មុខផ្ទះក៏មិនបានចូលកូនឈឺក៏មិនបានគិតដែរលោកម្ចាស់ធ្វើដូច្នេះខ្ញុំក៏មិនហ៊ានសម្រាកដែរនេះក៏ជាទូនីតិដែរត្រូវតែធ្វើអញ្ចឹងទឹកចំនួនមិនធំថយសោះរយៈពេល10ថ្ងៃទឹកឡើងកម្ពស់2ហត្ថហើយនឹងរលកខ្លាំងមើលទៅពួកយើងត្រូវគិតឲ្យបានវែងឆ្ងាយចំណាយធាតុអាកាសជួនក្តៅជួនត្រជាក់ហើយនឹងភ្លៀងប្រកាសជាធ្វើឲ្យល្ងុយដេកយើងគួរតែធ្វើខ្ទង់ក្បែរទំនប់ទឹកដើម្បីពួកគេបានសម្រាកបាំងភ្លៀងបាំងខ្យល់ហើយនឹងហូបបាយផងខ្ញុំយល់ហើយស្អែកឡើងនឹងសម្រេចកិច្ចការឲ្យបានហើយនឹងមានរឿងមួយទៀតយើងត្រូវដល់កម្លាំងពលកម្មមួយចំនួនដើម្បីត្រៀមការពារទឹកចំនួនលោកម្ចាស់កុំបារម្ភខ្ញុំមិនធ្វើឲ្យលោកខកចិត្តទេលោកមកហូបជាមួយគ្នាមកទាំងអស់គ្នាមកហូបជាមួយគ្នាមកឆាប់មកណាមកពួកយើងហូបជាមួយគ្នាអស់លោកថ្ងៃនេះជាថ្ងៃសែនលោកខែអ្នកណាក៏ចង់ជួបជុំគ្រួសារដែរប៉ុន្តែមិនអាចធ្វើទៅរួចកំផែងការពារពិសេសទំនប់ទឹករបស់យើងនៅក្នុងទឹករយៈពេល40ថ្ងៃហើយពិតជាគ្រោះថ្នាក់ណាស់ដូច្នេះហើយអ្នកការពារទំនប់ទឹកមិនអាចទៅផ្ទះបានហើយក៏មិនអាចផឹកស្រាបានប្រហែលតែបន្តិចក៏មិនបានដែរពួកយើងការពារទីតាំងរៀងខ្លួនកុំឲ្យមានការថោះធ្លុយយល់ហើយនៅយល់ហើយឡោះទៅធ្វើការចុះលោក
លោកពុកសុម៉ៃសុថៃសុគួរមកនេះគឺជាថ្ងៃបុណ្យសែនលោកខែពុកមិនអាចចូលរួមជាមួយនឹងពួកឯងបានទេហេតុនេះហើយបានជាពួកខ្ញុំមកយូរណាស់ហើយមិនឃើញពុកចូលផ្ទះពួកខ្ញុំនឹកពុកខ្លាំងណាស់ពុកក៏នឹកដល់ពួកឯងដែរប៉ុន្តែស្ដេចប្រជុំនេះមិនអាចពុកទៅវិញទេដូច្នេះពុកត្រូវទៅនៅទីនេះដើម្បីទប់ទល់ជាមួយគេតទៅទៀតពុកខ្ញុំជម្រាបពុកទៅចាស់អ្នកម៉ែបានធ្វើម្ហូបពីមុខជូនពុកនឹងលពូទាំងប្រមាណអ្នកហើយមានស្រាទៀតផងណាម្ហូបអាហារហូបបានប៉ុន្តែស្រាមិនអាចផឹកបានទេហេតុអីទៅមន្ត្រីណាក៏មិនអាចផឹកស្រាបានដែរយើងទៅតែធ្វើជាគំរូតើត្រឹមត្រូវទេមិនក៏បោះចោលក្នុងដងគឺលោកម្ចាស់ស៊ូទីឲ្យយើងដាក់ចូលក្នុងអណ្ដូងទេវតាចាស់ខ្ញុំនឹកលោកខ្លាំងណាស់ឮថាមានមនុស្សដាក់ថ្នាំក្នុងអណ្ដូងខ្ញុំដឹងថាប្រកាសជាលោកនៅខាងក្រៅសុទ្ធតែជាទឹកហើយបានជាទេវតាអាចចូលមកបានចំណែកយើងជិះទូកបោះទីនេះផ្លោះរបស់វាជាជាងចូលមកដល់ទីនេះស៊ូក្រោយពីទឹកចំនួនកើតឡើងគឺមានជំងឺឆ្លងយើងយកកញ្ចប់ថ្នាំដាក់ចូលក្នុងនោះទាំងឡាយដល់ស្រុកស៊ីជើធានាថាក្រោយពីទឹកចំនួនកើតឡើងមិនមានជំងឺឆ្លងទេខ្ញុំសូមអរគុណលោកគ្រូខ្ញុំស្ទើរតែភ្លេចពីរឿងនេះបាត់ទៅហើយតើប្រជារាស្ត្រស៊ីជើគួរតែអរគុណដល់ទៅអរគុណណាមិនមែនអរគុណលោកគ្រូទេចឹងហេតុអីបានជាឯងអរគុណយើងហើយពួកយើងជួបគ្នាពេលណានិយាយពីរឿងវែងឆ្ងាយណាស់មិនមែនវែងឆ្ងាយមកពីឯងនិយាយមិនឈ្នះយើងបានខ្ញុំមិនឈ្នះលោកគ្រូទេស៊ូទឹកចំនួនស្រកត្រូវចំណាយរយៈពេលមួយដែរតើឯងគួរគិតគូរយ៉ាងម៉េចលោកគ្រូសូមមេត្តាជួយផ្ដល់យោបល់ឲ្យខ្ញុំផងបានចឹងឡើងលើកំផែងមើលសូមជួយសូមជួយលោកគ្រូទឹកចំនួនឡាំប៉ោស៊ីចៅ60ថ្ងៃទៅហើយលោកម្ចាស់មិនទាន់បានទៅផ្ទះទេតើលោកម្ចាស់គួរតែទៅផ្ទះមើលទេបើសិនជាទឹកមិនស្រកតើមានផ្ទះមកពីណាលោកម្ចាស់មើលទៅមើលតើនោះគឺជាស្អីហើយនោះគឺជាកន្ធាយធំវីវហើយសូម្បីតែកន្ធាយក៏នៅទីនេះដែរមើលទៅទឹកមិនងាយស្រកទេកន្ធាយធំយ៉ាងនេះមិនដែលបានជួបសោះនេះគឺជាវាសនាហើយបានជាលោកគ្រូសើចទឹកចំនួនស៊ីជើគង់តែស្រកទេសូមលោកគ្រូបញ្ជាក់ទៅមើលស្ដាប់យើងរៀបរាប់សិនកន្ធាយទាំងនេះគឺជាកន្ធាយស័ក្តិសិទ្ធិនៅទន្លេលឿងទឹកចំនួនកើតឡើងធ្វើឲ្យពួកវាមិនអាចសង្ងំនៅបាត់ទន្លេបានម្ល៉េះហើយអត់ដាច់លើទឹករលកបោកពួកវាពីកន្លែងមួយទៅកន្លែងមួយឥឡូវនេះចង់ដល់ស្រុកស៊ីជើរយៈពេលខ្លីមួយពេលនេះទន្លេលឿងស្ថិតក្នុងសភាពដើមវិញម្ល៉េះហើយកន្ធាយទាំងនេះត្រូវត្រឡប់ទៅទន្លេលឿងទឹកស៊ីជើប្រកាសជាស្រកហើយសមហេតុសមផលលោកគ្រូនិយាយនេះពិតជាសមហេតុសមផលណាស់មនុស្សធម្មតាដូចជាពួកយើងមិនអាចយល់ទេពិតត្រូវហើយសមរិកាលោកម្ចាស់ស៊ូទឹកស្រកកន្លះហាត់ទៅហើយលោកគ្រូពិតជាស័ក្តិសមជាទេវតាមែនទឹកក៏ស្រកយើងក៏លេចបារម្ភចំណែកកន្ធាយកញ្ចាស់នេះក៏គួរទៅវិញសូមអញ្ជើញលោកគ្រូទៅអង្គុយលេងផ្ទះរបស់ខ្ញុំមកផ្លែសិនទៅអ្នកដាក់ថាយើងទៅវិញគ្រាន់តែថាចេញពីទីនេះទៅផ្ទះឯងផឹកស្រែកតើសូមអញ្ជើញលើកឲ្យខ្ពស់លោកបាច់ចាស៊ូលោកគឺជាឪពុកម្ដាយទី2របស់ខ្ញុំបងប្អូនទាំងអស់គ្នាខ្ញុំស៊ូសូមអរគុណបងប្អូនទាំងអស់គ្នាហើយទំនប់ទឹកទន្លេលឿងបែកបាក់នៅឋានជើចម្ងាយរាប់ពាន់យោជន៍ទឹកហូរដល់ណាបំផ្លាញត្រង់នោះគួរឲ្យឈឺចាប់ចំណែកស៊ូដឹកនាំមន្ត្រីរាជការកងទ័ពប្រជារាស្ត្រការពារកំផែងការពារស្បៀងការពារប្រជារាស្ត្រឲ្យមានសេចក្តីសុខក្នុងនាមជាមន្ត្រីរាជការត្រូវចាំពាក្យទូលមាន
បំរើទាំងរាជការការពារទាំងប្រជារាស្ត្រពេលមានគ្រោះថ្នាក់មិនត្រូវតក់ស្លុតតាំងចិត្តជួយប្រជារាស្ត្រឲ្យគេចផុតពីគ្រោះថ្នាក់បំរើរាជការដោយស្មោះស្ម័គ្រជានិច្ចស៊ូស៊ឺបំពេញតួនាទីបានល្អពិតជាគួរឲ្យកោតសរសើរចំណាយប្រាក់30,000ចង្កោមអង្គរ 1,800 ថាំងកម្មករ7,200 នាក់ជួយកសាងកំផែងឡើងវិញព្រះអង្គមានព្រះបញ្ញាញាណជាក់ស្ដែងគឺលោកគ្រូទេជាអ្នកគ្រប់គ្រងរាជការទាំងមូលដឹកនាំបានល្អបាត់ដោយធ្វើឲ្យទឹកស្រកវិញមហាសុខក៏បានសុខស៊ូស៊ឺមានរឿងអីដណ្ដើមស្ដាប់ដៃជាមួយលោកគ្រូមានរឿងអីព្រះមហាក្សត្រប្រទានទៅគេអយុត្តិធម៌ពេកហើយលើកទឹកចិត្តប៉ុណ្ណឹងគឺជារឿងធម្មតាប៉ុន្តែរឿងសំខាន់គឺស៊ូស៊ឺនិងមិជើដោះស្រាយរឿងគ្រោះទុរភិក្សបង្ក្រាបពួកចៅព្រៃដ៏ស្មុគស្មាញបំផុតបានយ៉ាងងាយនេះបញ្ជាក់ថាគេមានសមត្ថភាពគ្រប់គ្រាន់គួរឲ្យភ្ញាក់ផ្អើលណាស់ឥឡូវនៅស៊ីចៅទប់ទល់ទឹកចំនួនបានជោគជ័យមិនមែនជាការងាយទេនេះក៏ជាស្នាដៃដែរហើយដូច្នេះហើយបានជាថ្ងៃនេះព្រះមហាក្សត្រទតឃើញតែស៊ូស៊ឺម្នាក់តែប៉ុណ្ណោះសូម្បីតែពេលដែលទ្រង់សោយក៏មិនភ្លេចទតអត្ថបទរបស់ស៊ូស៊ឺដែរដូច្នេះទ្រង់មិននឹងអាចទតឃើញមន្ត្រីរាជការទាំងឡាយទៅលោកគ្រូបើជាបែនស៊ូស៊ឺត្រឡប់មករាជការវិញគឺជារឿងជាមិនផុតមែនទេលោកគ្រូកុំឲ្យគេត្រឡប់មកវិញសោះមុនក្រោយគង់តែត្រឡប់មកវិញយើងមិនអាចធ្វើការរារាំងបានទេប៉ុន្តែស៊ូស៊ឺវិលត្រឡប់មករាជធានីវិញរាជការដែលយើងខិតខំតស៊ូទាំងថ្នាក់លើទាំងថ្នាក់ក្រោមរយៈពេលយូរឆ្នាំកន្លងមកនឹងត្រូវបំផ្លាញដោយសារតែការវិលត្រឡប់របស់គេជាមិនខានទេលោកគ្រូដាច់ខាតកុំឲ្យគេមកវិញជូមីយ៉ាឯនឹងស៊ូស៊ឺគឺជាសិស្សរួមថ្នាក់ហេតុអីបានជាឯងមិនចូលចិត្តនឹងគេខ្លាំងយ៉ាងនេះលោកគ្រូស៊ូស៊ឺក្អេកក្អាកពេកប្រៀបដូចជាអ្វីៗនៅក្នុងលោកនេះគឺសម្រាប់តែគេប្រើប្រាស់អ្នកដទៃក៏ខ្លាចទៅជាមនុស្សធម្មតាទៅហើយម្នាក់ត្រូវតែសរសើរគោរពគេតែខ្ញុំមិនសុខចិត្តពិតមែនហើយស៊ូស៊ឺមានទម្លាប់បែបនេះគឺធ្វើអ្វីដែលខ្លួនឯងចង់ធ្វើមិនស្ដាប់អ្នកដទៃទេគេធ្វើអ្វីក៏ដោយគឺប្រើតាមគំនិតរបស់ខ្លួនឯងប៉ុន្តែគេមិនចេះរស់នៅជាមនុស្សឈរជើងនៅក្នុងរាជការមិនយូរប៉ុន្មានក៏ខ្លាយទៅជាប្រភពនៃទំនាស់ដោយសារតែគេអ្វីត្បិតថាស៊ូស៊ឺជាមនុស្សមានទេពកោសល្យល្អលើសគេប៉ុន្តែសំបីហេតុផលប៉ុណ្ណឹងក៏គេមិនយល់ដែរគួរឲ្យស្ដាយណាស់លោកគ្រូត្រឹមត្រូវណាស់ស៊ូស៊ឺត្រឡប់មកវិញប្រកាសជាធ្វើឲ្យមហាសុខមានទំនាស់មហាសុខកំពុងតែរៀបចំទៅមុខរាជការមិនគួរមានភាពចូលច្បល់ទេល្អណាស់ដើម្បីរាជការទាំងមូលយើងដាច់ខាតត្រូវតែធ្វើការហាមឃាត់ស៊ូស៊ឺវិលត្រឡប់មករាជធានីវិញបើសិនជាគេមកទោះជាយើងដឹងថាធ្វើអ្វីគេមិនកើតក៏យើងត្រូវតែធ្វើដែរលោកគ្រូនេះជាអ្វីទៅក្រោយពេលដែលស៊ូស៊ឺខ្លាយទៅជាអ្នកកាត់ក្តីនៅហានជើអ្វីដែលគេនិយាយកំណាប់ដែលគេតែងគឺនៅក្នុងនេះទាំងអស់យើងយល់ថាឥឡូវនេះគឺជាពេលដែលយើងប្រើការហើយយើងពិតជាមិនជឿថារបស់ទាំងនេះมันអាចចាប់កំហុសរបស់ស៊ូស៊ឺបាននោះទេកាន់ទៅថៃស៊ីប្រហែលជាទីនេះហើយហេតុអីស៊ូស៊ឺនៅកន្លែងបែបនេះទៅវិញលោកម្ដងអ្នកណាអ្នកនាងតើនេះជាផ្ទះរបស់លោកស៊ូស៊ឺមែនទេពិតមែនខ្ញុំជាអ្នកបម្រើគ្រួសារតកោស៊ូចំណែកលោកវិញខ្ញុំឈ្មោះជីងកនហៅថៃស៊ីលោកជាអ្នកតែងកំណត់ថ្ងៃអសដង្គត់បាក់សាវិលរតនំឈ្មោះឈីងថៃស៊ីនោះមែនទេហើយយ៉ាអ្នកនាងក៏ដឹងពីកំណាព្យរបស់ខ្ញុំដែរខ្ញុំបាននិយាយហើយខ្ញុំជាអ្នកបម្រើគ្រួសារស៊ូលោកម្ចាស់ស៊ូមិនធម្មតាមែនគ្រាន់តែអ្នកបម្រើស្រីម្នាក់ក៏រៀនសូត្រជ្រៅជ្រះយ៉ាងនេះដែរយ៉ាងណាបងថៃស៊ីកុំធ្វើខ្មាស់គេទៀតមានការចូលខាងក្នុងនិយាយគ្នាទៅលោកបងឯងទៅណាមកណាមានប្រពន្ធស្អាតទាំង3រួមដំណើរជាមួយបងខ្ញុំគ្រាន់តែនិយាយជាមួយអ្នកនាងប៉ុណ្ណោះក៏មិនបានដែរកុំរវល់នឹងគាត់អីណានាងទៅជម្រាបលោកម្ចាស់របស់នាងទៅថាមានភ្ញៀវមកដល់ចាហើយយ៉ាតាមពិតគឺលោកម្ចាស់បានអញ្ជើញមកដល់សូមស្វាគមន៍បងស៊ូស៊ឺកំពុងតែដឹកនាំបងប្អូនជួសជុលកំពង់ផាខ្ញុំទៅតាមគាត់មកសូមអញ្ជើញណាលោកម្ចាស់ស៊ូទៅជួសជុលកំផែងហ៎ខ្ញុំប្រាប់ឯងតែឯងមិនជឿ
ឥឡូវនេះជឿឲ្យមែនទេ អស់ចាអស់ចា អូនទាំង3ឆាប់នាំគ្នាគោរពអ្នកបងទៅណា សូមគោរពអ្នកបងបានសូមចេញចូលមកលោកម្ចាស់បាងសូមចេញអង្គុយលោកឈីសូមចេញអង្គុយ អរ ទៅ គុណ អ្នកស្រីទាំង3សូមចេញអង្គុយទៅអរគុណអ្នកបងខ្ញុំធ្លាប់ឮបងស៊ូស៊ឺនិយាយដែរលោកម្ចាស់មានសំណាងល្អមិនងាយបានជួបទេពិតជាមិនខុសមែនតែណាមកណាក៏នាំអ្នកស្រីមកដែរ មើលចោះនៅក្នុងលោកនេះណាមិនដឹងថាលោកម្ចាស់វាងចិត្តសាហាវយ៉ាងនេះ ថៃស៊ីអ្នកស្រីសូមកុំយល់ច្រឡំនឹងខ្ញុំអីហ៎ លោកឃីងសូមកុំយល់ច្រឡំនឹងលោកម្ចាស់វាងអីបងស៊ឺនិយាយឲ្យថាលោកម្ចាស់វាងគឺជាចៅប្រុសរបស់លោកអបរាយរាជការមុនចំណែកលោកអបរាយពីមុនជាមនុស្សត្រឹមត្រូវកាន់កាប់រាជការយូរឆ្នាំធ្វើឲ្យមនុស្សមានការថ្នាក់ច្រើនម្ល៉េះហើយលោកម្ចាស់វាងចេះតែសង្ងំនៅក្នុងភូមិគ្រឹះខ្លួនឯងតាមពិតក្នុងចិត្តរបស់គាត់មានផលលំបាកក៏ច្រើនណាស់ដែរ បានចឹងមែននោះឲ្យខ្ញុំសំទោសទៅចោះណាហើយយ៉ាចំណែកខ្ញុំក៏សុខចិត្តលំបាកបែបនេះដែរ គ្រាន់បើមែនថៃស៊ីនៅតាមផ្លូវយើងចំណាយគ្រប់យ៉ាងឥឡូវនេះឲ្យបាយជាមកបញ្ជឿយើងទៅវិញ សំទោស អ្នកបងម្នាក់នេះគឺជាអ្នកប្រាជ្ញចិត្តសាវ៉ាឈិញគន់ឈិញថៃស៊ីលើកនេះគេទៀមមកជាមួយខ្ញុំដើម្បីជួបស៊ូស៊ឺហើយនឹងធ្វើជាសិស្សរបស់ស៊ូស៊ឺឈិញថៃស៊ីនៅតាមផ្លូវចែកលេងញញឹមជាមួយនឹងពួកគេទាំង3នាក់ខ្ញុំស្ទើរតែខ្លាចទៅជាអ្នកដទៃទៅហើយ អញ្ចឹងលោកប្រកាសជាស្រួលចិត្តណាស់អ្នកស្រីកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសពួកយើងមិនបានធ្វើអ្វីផ្ដេសផ្ដាសទេលោកឃីងពិតជាគ្រាន់បើជើងបងច្រើនណាស់ពិតមែនពួកកែជើងបងច្រើនណាស់ លបងទីងស៊ូស៊ឺហើយយ៉ាខ្ញុំនឹកលបងខ្លាំងណាស់មិនដល់ពីកាលដែរហើយយ៉ាខ្ញុំទើបតែមិនដល់ទេពួកឯងទាំង3នាក់ឆាប់គោរពលោកម្ចាស់ស៊ូដែលមួយថ្ងៃពួកឯងទៀមទីចង់ជួបគាត់ទៅឲ្យឆាប់ឡើង សូមគោរពលោកម្ចាស់ស៊ូ ទេពេលចាស់មួយនិយាយថាទោះជាព្រះអង្គមានស្នំប៉ុន្មានក៏មិនស្មើផ្ទះខ្លួនឯងមានស្រីស្អាតដែរពីមុនខ្ញុំមិនជឿទេនៅពេលដែលខ្ញុំឃើញអ្នកស្រីទាំង3ខ្ញុំគិតថាពេលចាស់ពិតជាត្រូវមែន កុំសាច់មកខ្ញុំអីស្រីសុខស្រែគឺធម្មតាទេ ឈិញគន់សូមគោរពលោកម្ចាស់ស៊ូ ម្នាក់នេះគឺឈិញកោហៅថាឈិញថៃស៊ីលើកនេះគេថាគេចង់ជួបលបងណាស់ហើយក៏ចង់ធ្វើជាសិស្សរបស់លបងដែរខ្ញុំក៏ធ្លាប់លើឈ្មោះរបស់លោកឈិញដែរពាក្យពេចន៍មានន័យល្បីគ្រប់ទិសទីសូមគោរព លោកសរសើរខ្ញុំពេកហើយកំណាប់របស់ខ្ញុំបើប្រៀបជាមួយនឹងកំណាប់ពេលណាប្រច័នពេញវងវាខុសគ្នាដូចមេឃនឹងដីទៅហើយ អត់ទេថៃស៊ីអាយុប្រហែលឆ្នាំហើយ អាយុ28ឆ្នាំ ឯងគ្រាន់តែជាមនុស្សវ័យក្មេងប៉ុន្តែឈ្មោះថៃស៊ីមិនធម្មតាទេតាមអត្តចរិតហើយនឹងរូបរាងគួរតែប្រើឈ្មោះសាវយូឈិញគន់ឈិញសាវយូ អរគុណលោកគ្រូប្រទានឈ្មោះដល់ខ្ញុំ ជូប៊ីស៊ូស៊ឺគេពិតជាប្រាសម្ដីក្អេងក្អាងពេកហើយនេះគឺជាពាក្យមិនគប្បីចំពោះព្រះអង្គនេះមើលនេះគឺមួយនេះ លោកបងមិនគ្រប់គ្រាន់ទេឆាប់រកតទៅទៀតទៅលោកបងពេលនេះលោកគ្រូតែងតាំងលោកបងជាមន្ត្រីសាលាច្បាប់ថ្នាក់កណ្ដាលពិតជាប្រឹងប្រែងខ្លាំងណាស់ ពិតមែនហើយខ្ញុំក៏មិននឹងថាសងគុណលោកម្ចាស់យ៉ាងណាដែរលោកបងជូប៊ីយ៉ាលោកបងបានឡើងឋានៈបុណ្យស័ក្តិក៏ព្រោះតែលោកម្ចាស់ជាអ្នកជួយពួកយើងទាំងពីរនាក់មិនត្រូវបំភ្លេចគុណលោកម្ចាស់ទេតើមែនទេ ហើយពិតមែនហើយក៏ប៉ុន្តែប្រហែលថ្ងៃនេះលោកគ្រូតែមានការពិបាកចិត្តព្រោះតែរឿងរបស់ស៊ូស៊ឺតែខ្ញុំបែរជាមិនអាចជួយគាត់បាន ការពីព្រឹកបីរបស់ក៏បានឃើញដែរអូឆុងសៀនសូមព្រះអង្គយកស៊ូស៊ឺមកប្រើមើលទៅព្រះអង្គហាក់ដូចជាសពប្រទេសខ្លាំងណាស់ តាំងពីស៊ូស៊ឺនៅស៊ីជើការពារទឹកជំនន់កើតឡើងដោយជោគជ័យព្រះមហាក្សត្របានរំលឹកស៊ូស៊ឺច្រើនលើកចំណែកអ៊ូឆុងសូមព្រះមហាក្សត្រប្រើស៊ូស៊ឺម្ដងហើយម្ដងទៀតលោកបងពេលនេះស៊ូស៊ឺកំពុងតែមកគៀកយើងហើយតាំងពីអូយ៉ាងស៊ីស្លាប់ទៅរហស្សនាមកំពូលអ្នកប្រាជ្ញក្នុងលោកក៏បានធ្លាក់ទៅលើខ្លួនគេទៅហើយក្រោយពីការពារទឹកជំនន់នៅស៊ីជើគេឈ្មោះរបស់គេចង់ខ្លាំងជាងទឹកជំនន់ទន្លេលឿងទៅទៀតពួកយើងត្រូវតែរកវិធីដោះស្រាយបើមិនចឹងទេប្រកាសជាបរាជ័យទាំងស្រុងបើយ៉ាងទៀតព្រះអង្គនៅតែបន្តកែប្រែច្បាប់ចាស់រីឯស៊ូស៊ឺគឺជាសត្រូវនៃការកែប្រែច្បាប់ចាស់លីទីងជូមីលោកអបរាជព្រះអង្គមានសង្ឃឹមមកលើយើងខ្លាំងណាស់យើងត្រូវតែជួយរំលែកទុក្ខព្រួយរបស់ព្រះអង្គលោកគ្រូមានប្រសាសន៍លោកម្ចាស់និយាយត្រូវពួកឯងទាំងពីរនាក់នាំគ្នានិយាយពីរឿងស៊ូស៊ឺរឿងនេះមិនអាចប្រហែលបានទេព្រះអង្គនៅតែបន្តឲ្យយើងអនុវត្តច្បាប់ថ្មី
ប៉ុន្តែការកែប្រែច្បាប់ចាស់ទៅជាថ្មីជួបឧបសគ្គច្រើនយ៉ាងនេះហើយស៊ូស៊ឺគឺជាអ្នកជំទាស់យ៉ាងសកម្មបើសិនជាគេមករាជធានីច្បាប់ថ្មីប្រកាសជាបរាជ័យបើសិនជាព្រះអង្គបន្ទោថាយើងអនុវត្តច្បាប់ថ្មីមិនបានដិតដល់ធ្វើមិនបានសម្រេចដល់ពេលនោះប្រកាសជាគ្មានពាក្យដោះស្រាយសូមលោកម្ចាស់កុំបារម្ភខ្ញុំបានធ្វើតាមបញ្ជារបស់លោកម្ចាស់ឲ្យគេតាមដានសកម្មភាពស៊ូស៊ឺដែលស៊ីជើថ្មីនេះសកម្មភាពរបស់ស៊ូស៊ឺទាំងប៉ុន្មានត្រូវយើងក្តាប់បានល្អណាស់កិច្ចការនេះសំខាន់ណាស់លោកត្រូវតែខំប្រឹងប្រែងបន្តិចស៊ូស៊ឺនៅស៊ីជើក៏ចិត្តដល់ពេលកំណត់ព្រះអង្គមានព្រះបំណងចង់ឲ្យគេចូលរួមការងារនៅក្នុងរាជការប៉ុន្តែយើងបានសូមព្រះអង្គតែងតាំងលោកឆាយទៅហើយលោកគ្រូឆាយៈគឺជាមនុស្សមានល្បិចច្រើនណាស់យើងមានរឿងអីថាមិនដឹងប៉ុន្តែឲ្យគេធ្វើការងារនៅក្នុងរាជការគ្រាន់តែយកមកតាំងមើលតែប៉ុណ្ណោះរីឯសំណាក់ច្បាប់របស់អ្នកទាំងពីរទើបជាសសរដ៏រឹងមាំរបស់រាជការខ្ញុំមិនធ្វើឲ្យលោកគ្រូអស់សង្ឃឹមទេត្រូវហើយនិយាយភាសាទៅកុំទៅតល់អរគុណអ្នកស្រីអរគុណអ្នកស្រីគេតែនិយាយថាអ្នកប្រាជ្ញសាវ៉ាអ្នកសាវ៉ាគឺជាអ្នកប្រាជ្ញអ្នកប្រាជ្ញសាវ៉ាយ៉ាងនេះលោកម្ចាស់របស់អ្នកស្រីមានទេពកោសល្យល្អអស្ចារ្យយ៉ាងនេះតើមានចិត្តសាវ៉ាដែរទេអ្នកស្រីប្រហែលជាមានការទើបតល់ទេដឹងអ្នកប្រាជ្ញមិនប្រកាសថាមានចិត្តសាវ៉ានោះទេចម្លើយនេះមិនទាន់ល្អទេខ្ញុំមិនប្រសពនិយាយទេចៅអ៊ីងជាអ្នកនិយាយទៅចាស់អ្នកស្រីនិយាយត្រូវអ្នកប្រាជ្ញមិនប្រកាសជាចិត្តសាវ៉ាអ្នកសាវ៉ាមិនប្រកាសជាអ្នកប្រាជ្ញអ្នកប្រាជ្ញពិតជាមានចិត្តសាវ៉ាជារឿងពិតដែរអ្នកប្រាជ្ញមិនពិតសាវ៉ាក៏មិនពិតអាយ៉ូកន្លងមកបងប្អូនជាងទាំង3តែយល់ថាខ្លួនឯងនេះមានការចេះដឹងច្រើនប៉ុន្តែប្រៀបជាមួយស្រីបំរើគ្រួសារស៊ូពួកយើងដូចជាមិនអាចប្រៀបបានសោះអ្នកស្រីមនុស្សម្នាក់អាចទៅចូលមកក្នុងផ្ទះអ្នកស្រីក៏ខ្លាចទៅជាអ្នកចេះតែម្ដងលោកស៊ូខ្ញុំមកស៊ីជើរយៈពេល2ខែរាល់ថ្ងៃរៀនច្រើនចេះក៏ច្រើនជាងមុនក៏ប៉ុន្តែឃ្លាដែលនៅក្នុងកំណាព្យពេលណាព្រះច័ន្ទពេញវងមិនដឹងជាយ៉ាងណារកកន្លែងបញ្ចប់មិនឃើញសោះកំណាព្យនេះគឺជាកំណាព្យដែលចេញពីកំណាព្យសម្រាប់សែនលោកខែប្រៀបដូចជាឃ្លារបស់ទេវតាសាយូមិនមែនមនុស្សធម្មតាដូចជាពួកយើងអាចយល់បាននោះទេលោកបងទិញកមនុស្សយើងមានរៀងឃ្លាក៏មានរៀងដែរឃ្លារបស់សាយូទន់ភ្លុនមានន័យអានទៅជូនគ្នាគឺជាកំណាព្យដ៏អស្ចារ្យមិនមែនមនុស្សធម្មតាអាចធ្វើបានទេអរគុណលោកស៊ូសាយូមិនចាំបាច់គួរសមទេពាក្យដែលឯងប្រើថាពពកហោះកាត់ភ្នំស្មៅដុះពេញភ្នំនិងស្មៅដុះពីមុខផ្ទះគឺសរសេរនៅពេលដែលបែកបាក់គ្នាពីមុនមិនអាចមានអ្នកណាសរសេរបានហើយថ្ងៃក្រោយក៏គ្មានអ្នកណាសរសេរដូចស៊ឺកុំសរសើរគេពេកណាមនុស្សយើងត្រូវតែយកឃ្លាកំណាព្យយកមកធ្វើឲ្យល្បីឈ្មោះនោះដូចជាកំពូលកាវៃចាំងជឿយីអញ្ចឹងគេថារស្មីព្រះច័ន្ទបញ្ចេញសម្រស់បុប្ផាក្នុងពេលរាត្រីស្រមោលនៅមាត់បង្អួចគឺដំណើររបស់នាងអ្នកណាក៏ថាជាស្រមោលរបស់កាវៃចាំងប៉ុន្តែចំពោះខ្ញុំវិញខ្ញុំយល់ថាសាយូមិនយូរប៉ុន្មាននឹងខ្លាយទៅជាកាវៃពពកហើយកាវៃពពកពិតជាអស្ចារ្យមែននៅក្បែរស៊ូស៊ឺទោះជាមិនចង់ល្បីឈ្មោះក៏មិនបានដែរលោកបងវ៉ាកុំនិយាយលេងមកសំជើចូលសំជើចូលណាសំជើចូលលោកចាស់សំជើសូមស្វាគមន៍សំជើសូមស្វាគមន៍សំជើសំជើចូលសំជើចូលសំជើសំជើសូមស្វាគមន៍សំជើព្រះអធិបតីតើអ្នកដារៀបចំពិធីស្អីដឹកគឺលោកម្ចាស់លីទីងរៀបចំពិធីជប់លៀងរឿងទាំងពីរត្រូវហើយម្ចាស់របស់ខ្ញុំទទួលតំណែងជាអាមាសំណាក់ច្បាប់រីឯអ្នកនាងរៀបការជាមួយកូនប្រុសរបស់លោកម្ចាស់ឆាយៈនេះហើយគឺជារឿងល្អទាំងពីរនោះពីលើមកក្រោមជំពាក់ជំពិតទៅគ្នាពីក្រោមទៅលើពាក់ព័ន្ធទៅវិញទៅមកពីឆ្វេងទៅស្ដាំគឺតាក់ទៅឆ្វេងតាក់ទៅស្ដាំពីស្ដាំទៅឆ្វេងជាប់ទាំងឆ្វេងជាប់ទាំងស្ដាំពិតជាដំណឹងល្អទាំងពីរអ្នកនាងពួកឯងអាយុប្រមាណហើយអាយុ15ឆ្នាំយើងយល់ហើយសូមប្រធានបតីអញ្ជើញចូលពិសាភោជនាហារស្រារបស់លោកម្ចាស់ពួកឯងពិតជាឆ្ងាញ់មែនត្រូវចំណងដៃដល់ព្រះអធិបតីគឺជាបងថ្លៃរបស់ព្រះមហាក្សត្រមកពិសាស្រាគឺជាកិត្តិយសរបស់លោកម្ចាស់យើងទេស្រាមិនត្រូវផឹកទៅទីយ៉ាងនេះទីបន្តិចទៀតយើងនឹងឲ្យគេជូតគំនូមកផ្ទះមកទីនេះអរគុណព្រះអធិបតីចាព្រះអធិបតីសូមអញ្ជើញ
ហើយយ៉ាលោកម្ចាស់យើងពិតជាមានមុខមានមាត់សូម្បីតែប្រធានាធិបតីក៏ជូនផ្ទាំងគំនូមួយផ្ទាំងមកលោកម្ចាស់យើងដែរកុំភ្លេចណាម្ចាស់របស់យើងគឺជាលោកអាមាត្យប្រចាំសំណាក់ច្បាប់ចង់ប្តឹងអ្នកណាគឺប្តឹងអ្នកនោះទោះជាប្រធានាធិបតីក៏ត្រូវតែពិចារណាដែរគេថាត្រីរកត្រីបកីរកបកីអណ្ដើកនិងសត្វកន្ធាយគឺជាគ្រួសារតែមួយឆាយឈីលីទីងមកណែបាទប្រធានាធិបតីមានការអីផ្ទាំងគំនូនេះយកទៅជូនលីទីងបាទប្រធានាធិបតីអបអរសាទរអរគុណសាទរសូមជូនលោកម្ចាស់ហីយ៉ាអបអរសាទរអរគុណហើយលោកម្ចាស់ប្រធានាធិបតីវាងឲ្យគេយកផ្ទាំងគំនូយកមកអបអរសាទរលោកម្ចាស់អូប្រហែលជាព្រះអាទិត្យរះពីទិសខាងលិចទីដឹងហើយបើគំនូមើលទៅមែនហើយប្រកាសជាមានអាកំបាំងបើកមើលទៅបើកទៅចូលមកសៀតលោកម្ចាស់អ្នកនាំសារស៊ីជើគឺមានការចង់ជម្រាបលោកម្ចាស់ខ្ញុំជាអ្នកនាំសារស្រុកស៊ីជើទទួលការពឹកពាក់ពីលោកម្ចាស់ជួយពិនិត្យរាល់សម្បត្តិឆ្លងឆ្លើយរបស់លោកម្ចាស់ខ្ញុំដឹងថាមនុស្សរាជការកំពុងតែប្រមូលផ្ដុំសម្បត្តិនិងកំណាប់របស់លោកដូច្នេះហើយខ្ញុំក៏ឲ្យគេតាមដានពីរឿងនេះទៅមានរឿងចឹងផងអរគុណបំណងល្អរបស់លោកហើយរយៈពេល1ឆ្នាំហើយតែមានមនុស្សលីឡំនឹងសម្បត្តិឯកជនផ្ទាល់ខ្លួនតាមរយៈសម្បត្តិរាជការផ្ញើទៅផ្ញើមកខ្ញុំក៏មានការសោកស្ដាយពីម្សិលមិញខ្ញុំក៏កាក់យកសម្បត្តិមួយច្បាប់ក្រោយពីបើកមើលនោះគឺជាកំណាប់របស់លោកម្ចាស់លីគឺលីទីងតើលោកមានចាប់អារម្មណ៍ថាសម្បត្តិម្នាក់នេះផ្ញើទៅឲ្យលីទីងឬមួយយ៉ាងណាលិខិតច្រើនពេកខ្ញុំភ្លាមដឹកមិនឃើញប៉ុន្តែមានសម្បត្តិមួយចំនួនគឺពិតជាផ្ញើទៅលីទីងបែនសូមអរគុណទឹកចិត្តរបស់លោកហើយលោកម្ចាស់មិនចាំបាច់គួរសមអីទេអស់លោកក្នុងចំណោមមន្ត្រីទាំងឡាយអ្នកណាស័ក្តិសមក្នុងការចូលរួមការងាររាជការទូទៅព្រះអង្គទូលមកគុំយល់ថាលោកឆៃស័ក្តិសមណាស់ព្រះអង្គស៊ូដូស៊ីចៅបំពេញការងារចិត្តដល់ពេលកំណត់ទូលមកគុំយល់ថាស៊ូស័ក្តិសមណាស់តាំងពីស៊ូទាំងមុនទាំងក្រោយគ្រប់គ្រងការងារមីចៅនិងស៊ីចៅមានស្នាដៃល្អអ្នកណាក៏គេដឹងដែរបើមិនយកមកប្រើមន្ត្រីរាជការប្រកាសជាគ្មានរដាសកម្មការងារតទៅទៀតទេប្រជារាស្ត្រប្រកាសជាយល់ថារាជការដឹកតែពីប្រើមនុស្សតែបិទទទួលស្គាល់ស្នាដៃព្រះអង្គស៊ូដូស៊ីចៅសំអាងលើខ្លួនគេមានស្នាដៃមានចិត្តក្អេងក្អាងប្រើសម្ដីអាក្រក់គួរតែប្រទានទោសទៅគេស៊ូកន្លងមកចូលចិត្តតែងកំណាប់ជួនកាលក៏មានការខុសឆ្គងបន្តិចបន្តួចគ្មានអីគួរឲ្យឆ្ងល់ទេព្រះអង្គនេះមិនមែនខ្វះការពិចារណាទេគឺគេមានចេតនាតែម្ដងក្រាបទូលអូសូមព្រះអង្គស្ដេចយាងទតក្រាបទូលព្រះអង្គនៅក្នុងកំណាប់របស់ស៊ូបានទុករាជការជាឈ្មួញអាក្រក់ទៅហើយទុកខ្លួនឯងគឺជាប្រជារាស្ត្រស្រោត្រង់បំផុតគេយល់ថាខ្លួនឯងមិនបានទទួលឋានៈបុណ្យស័ក្តិគឺជាការសោកស្ដាយរបស់រាជការហើយគេទុកស៊ីចៅជាកន្លែងលុតដំខ្លួនឲ្យខ្លាយទៅជាដាវដ៏មុតសាហាវហើយព្រមទាំងសម្រាប់មនុស្សអាក្រក់ទាំងឡាយនៅក្នុងរាជការទាំងអស់ក្រាបទូលលីទីលោកបញ្យល់កំដាប់បែបនេះនោះបានន័យថាឲ្យគេចោទទៅលើព្រះមហាក្សត្រគ្មានសច្ចធម៌រាជការក៏គ្មានសច្ចធម៌អត្តន័យរបស់គេមិនមែនដូចជាលោកនិយាយនោះទេគឺលោកទេជាមន្ត្រីអាក្រក់របស់មហាសង្ឃព្រះអង្គអូឆៅនឹងវាងអានស៊ឺជាដន្លោនឹងគ្នាគាត់មិនពេញចិត្តវាងអានស៊ឺបញ្ឈប់ពីតំណែងម្ល៉េះហើយគាត់ចេះតែខឹងច្រឡោតទៅឆាយជាលោកនឹងលីទីរ៉ូស៊ីមានបានដោយសារតែធ្វើបាបគេឬមួយលោកចង់ធ្វើបាបមន្ត្រីល្អទាំងអស់ទើបលោកអស់ចិត្តព្រះអង្គទូបង្គំទទួលបញ្ជាកាត់ទោសគ្រួសារចៅស៊ឺជីក្នុងការក្បត់ទូបង្គំដឹងតែពីស្មោះនឹងព្រះអង្គស្មោះនឹងមហាសង្ឃមិនធ្វើបាបមន្ត្រីល្អទេបានហើយល្អអាក្រក់យើងយល់អស់ហើយឈប់និយាយផ្ដេសផ្ដាស់តទៅទៀតទៅព្រះអង្គ
ពេលនេះស្រាវជ្រាវឃើញយ៉ាងច្បាស់ស៊ូស៊ឺយកប្រាក់ដែលរាជការឲ្យទៅគេការពារកសាងកំផែងទៅជីកអត់ដូរ៉ែយើងក៏ឮដែរស៊ូស៊ឺយកធ្យូងថ្មដែលលក់ចេញទៅនោះយកមកប្រគល់ឲ្យរាជការវិញព្រះអង្គប៉ុន្តែគេធ្វើនេះគឺមិនទាន់មានការអនុញ្ញាតពីរាជការទេគេធ្វើតាមតែចិត្តឯងបានហើយវ៉ាងគួយចេញវិជាទៅឆាឈៀកទទួលតំណែងការងារចាំបាច់មួយចំនួនឲ្យស៊ូស៊ឺទទួលការងារនៅអ៊ូចៅទៅចោះទទួលព្រះរាជបញ្ជាព្រះធីតបតីព្រះធីតបតីហើយដែលបានជាសប្បាយចិត្តយ៉ាងនេះយើងជួយបោះពុំកំណាប់ឲ្យស៊ូស៊ឺអូបើអញ្ចឹងឲ្យខ្ញុំសុំមកក្បាលបានទេអីកន្លងមកលោកដូចជាបាត់ចាប់ចិត្តចំពោះស៊ូស៊ឺតើលោកយកកំពីកំដាប់ធ្វើអីហើយដែលបានជាស៊ូដូចនេះបើនិយាយពីទំនាក់ទំនងពេលដែលស៊ូស៊ឺប្រឡងគឺខ្ញុំជាអ្នកត្រួតពិនិត្យការប្រឡងដោយផ្ទាល់បើនិយាយទៅស៊ូស៊ឺអាចទុកថាជាសិស្សរបស់ខ្ញុំទៀតផងបានជូនលោកមួយក្បាលទោះជាយ៉ាងណាលោកគឺជាលោកអបរាជមន្ត្រីទី1គួរតែអាចស្នាដៃដ៏អស្ចារ្យរបស់កម្ពុជាអ្នកប្រាជ្ញទី1មហាសពល្អណាស់សូមអរគុណហើយល្អណាស់មកនេះលោកម្ចាស់ទៅយកស្រាយំឲ្យយើងលោកម្ចាស់រាល់យប់បាត់ពិសាស្រាហេតុអីនេះគឺមកពីយើងសប្បាយចិត្តឆាប់ទៅយកមកបាទសេះពណ៌ប្រាំមានតម្លៃពេកក្រៃសុកចិត្តយកមកដូរជាមួយស្រាឈ្ងុយឆ្ងាញ់ផឹកស្រាបំបត្តិទុកព្រួយនៅក្នុងគ្រានេះអស្ចារ្យមែនជួនកាលគួរតែផឹកស្រាផឹកតែដូចជាមិនសមលោកម្ចាស់ចាងមកដល់ហើយឲ្យគេចូលមកបាទលោកម្ចាស់ចាងសូមជើញលោកគ្រូយកថ្មនេះរកខ្ញុំមានកាអីបានហើយអង្គុយចុះសិនទៅអាយ៉ាអង្គុយចុះទៅយកសេភើកំណាប់នេះយកទៅឲ្យពួកលីទីហើយពិនិត្យមើលឲ្យច្បាស់ទៅបាទខ្ញុំទៅចាត់ការឥឡូវនេះមិនបាញ់ផ្ទះសាពេកទេថ្ងៃនេះខ្ញុំសប្បាយចិត្តផឹកស្រាកំដរខ្ញុំបន្តិចទៅបាទខ្ញុំចាក់ស្រាជូនលោកគ្រូ问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉宇，高处不胜寒，起舞弄清影，何似在人间？转朱阁，低绮户，照